រៀនបានច្រើនទាំងពុទ្ធសាសនាគង់នៅវត្តខ្ញុំមកកាលណាយល់ថាព្រះអង្គគង់នៅវត្តបានយូរហើយជាពិសេសទៅរៀននៅសាកលវិទ្យាល័យ Harvard ទៀតសាកលវិទ្យាល័យ Harvard ដែលជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចំណេះដឹងនិងបញ្ញាញាណខ្ពស់អង្គគមើលឃើញថាយើងគួរតែធ្វើយ៉ាងម៉េចដែលអាចរួមគ្នាបានណាកុំឲ្យបន្តឆ្លោះគ្នារហូតតាំងពីព្រឹករហូតដល់យប់ព្រឹកហ្នឹងក៏តែឆ្លោះគ្នាអញ្ចឹងវាអាចស្ថិតនៅក្នុងធម៌អបមង្គលពុទ្ធសាសនាអបមង្គលទេម្ចាស់គួរធ្វើយ៉ាងម៉េចទៀតជនជាតិខ្មែរនេះមិនគួរទៅប្រកែកគ្នារឿងដុតធូបដុតទៀនទេរឿងនេះរឿងកំពេចកំប៉ុកទេរឿងទាំងអស់នេះរឿងវាសាមញ្ញជាទីបំផុតហើយយើងត្រូវគិតថាតើយើងត្រូវអប់រំកូនចៅយើងបណ្ដុះកសាងសាលារៀនធ្វើម៉េចឲ្យវិស័យអប់រំមានគុណភាពធ្វើយ៉ាងម៉េចឲ្យពលរដ្ឋយើងនឹងមានស្មារតីជាតិនិយមឡើងធ្វើយ៉ាងម៉េចកាត់បន្ថយនៅអបាយមុខក្នុងប្រទេសនឹងឲ្យច្រើនប្រសិទ្ធភាពការងារក្នុងជួរមន្ត្រីរាជការនឹងឲ្យបានកាន់តែល្អប្រសើរឡើងទៅជួយគ្នាទៅរដ្ឋាភិបាលក៏ជួយពលរដ្ឋក៏ជួយរដ្ឋាភិបាលដើរទន្ទឹមគ្នាទៅព្រោះប្រទេសខ្មែរនេះមានតែមួយទេលើផែនដីនេះវាគ្មានពីរទេបើមួយនេះវាអស់ហើយយើងក៏មិនគួរទៅមិនគួរហែកហួរគ្នាទៅយ៉ាងម៉េចបងគ្រូអាត្មាមើលដូចជាមិនជាធំទេរឿងទៀនរឿងធូបនេះគឺរឿងកពេកកប៉ុកទេរឿងអានេះវាកើតចេញតាំងពីយើងយល់ទៀនធូបអីទាំងអស់ហ្នឹងវារបស់វាមានស្អីគេដុតលំអដែរវាមានអីបើយើងគិតឲ្យធំវាធំហ្នឹងរឿងទាំងអស់ហ្នឹងប៉ុន្តែយើងត្រូវគិតថាឥឡូវនេះគេបញ្ជូនដែកវាហោះទៅដល់ឋានប្រពៃអង្គាហើយមានន័យថាបញ្ញារបស់ជនជាតិអាមេរិកនោះវាដើរដល់ចំណុចកំពូលហើយសម័យបច្ចុប្បន្ននេះវាលើសគេលើសឯងហើយវាទៅដល់នោះហើយណាយើងត្រូវគិតអញ្ចឹងថាគេទៅដល់នោះហើយប៉ុន្តែគេទៅដល់នោះគេនៅវ៉សិកគេនៅជឿម្ដងម្កាលអូស្រុកអាកៀងនេះជឿដូចតែយើងដែរហ្នឹងកន្លែងខ្លះលើសយើងផងជឿយើងនេះអាត្មាមើលស្រុកខ្មែរយើងនេះមកថាជឿអរៈអ្នកតាអ្នកតាឃ្លាំងមឿងគាត់ជាមេតបទេតែឥឡូវយើងនិយាយអ្នកតាផ្សេងមកអ្នកតាដើមពោភូមិកអញ្ចឹងដល់ជឿថាអ្នកហ្នឹងគាត់នៅនឹងបាទគៀងមិនជឿអញ្ចឹងណាជាងជឿលើអាទិទេពនោះនៅអាទិទេពនោះមិននៅលើផែនដីទេនៅឋានសួគ៌នឹងណីណាអញ្ចឹងថាជឿជាតិខ្មែរជំនឿខ្មែរនេះជឿចិត្តផងនេះអាគៀងគេជឿឆ្ងាយគេនៅតែជឿហេតុអីបានគេនៅតែជឿហេតុអីមិនមែនតែគៀងទេពួកអឺរ៉ុបពួកអីនៅតែជឿអញ្ចឹងពីព្រោះជំនឿប្រពៃណីវប្បធម៌កាលណាអាត្មានិយាយជំនឿមួយម៉ាត់នេះកុំគិតថារបស់ខ្លះឲ្យតែជំនឿសិតតែខុសទាំងអស់វាមិនមែនទេមែនទេជំនឿខ្លះការជឿពាក្យថាការជឿនេះមានន័យជាការទទួលយកមកដាក់ទុកនៅក្នុងចិត្តដូចជាគេទទួលយកនៅវប្បធម៌របស់គេដូចជាគេធ្វើឧទ្ទិសដូចគ្នាគេធ្វើបុណ្យឧទ្ទិសដូចជាគេឧទ្ទិសចំពោះពពកបរោះគេឧទ្ទិសចំពោះយោធារបស់គេបានគេលះបង់ជីវិតណាហើយមានថ្មីនេះមានបុណ្យមួយគេហៅ Thanksgiving គេធ្វើជឿទៅលើអរគុណចំពោះពួកអ្នកស្រុកដើមរបស់អាមេរិកអីចឹងព្រោះជំនឿទាំងអស់នេះវាចងក្រងប្រជាជាតិទាំងមូលហ្នឹងឲ្យនៅអបប្រសោតគ្នាឲ្យនៅបណ្ដុំគ្នាហើយវានឹងផ្ដល់បាននៅភាវៈមួយយ៉ាងកម្លាំងចិត្តមួយយ៉ាងថាខ្ញុំជាផ្នែកមួយនៃប្រជាជាតិនេះទៀតចា៎ព្រោះមនុស្សភាគច្រើននៅក្នុងសង្គមនេះសមត្ថភាពបញ្ញានឹងវាអត់ដូចគ្នាទេអញ្ចឹងវប្បធម៌ប្រពៃណីហើយនឹងជំនឿខ្លះជំនឿមួយចំនួនខ្លះហ្នឹងបូកនឹងសាសនាទាំងអស់ហ្នឹងវានឹងចងអោបមនុស្សទាំងអស់នេះឲ្យនៅជុំគ្នាហើយមានជាតិនិយមបណ្ដុះជាបណ្ដាញសង្គមមួយជាបណ្ដាញអំបូរមួយថានេះជាផ្នែករបស់អាមេរិកនេះជាផ្នែកមួយរបស់ខ្មែរហើយអ្នកកាន់សាសនាទាំងអស់នៅលើโลกនេះមិនថាពុទ្ធសាសនាឬក៏អ្នកកាន់សាសនាដទៃទេភាគច្រើនគឺតែងតែផ្សារភ្ជាប់ព្រះពុទ្ធសាសនានិងជំនឿរបស់នឹងវប្បទម៌របស់ខ្លួនទើបអាចរក្សាបានដូចជាក្នុងពុទ្ធសាសនាអញ្ចឹងដល់អ្នកកាន់ពុទ្ធសាសនាភាគច្រើនមិនអាចឈានភាគច្រើនអាត្មាគិតមើលអ្នកកាន់ពុទ្ធសាសនាមិនអាចយល់បរមត្ថសច្ចៈបាន 100% ទេ
cái này hay bởi nẹt vô bán có mình ai nó vọt nó bán tràn này miền bán đấy phần thế mình tràn ưu tiên họ press đây mà mặt thả ni sát táo ni chi vô ni sành nhỏ ni sát táo ni chi vô sành nhỏ chỉ vứt này mình về xót xôn tụt tê cái này hay bây giờ mưa ở trâu mình tên xôn đấy xôn mình năng ti bẩm phân này chỉ vứt cứ xôn mình đốt năng cái này một số là chỉ ănประมาณ đông năng แต่ในรู้មានតន់ដុត ប៉ុន្តែអ្នកដែលមុនអ្នកដែលកាន់ពុទ្ធសាសនាមិនអាចយល់ដល់កម្រិតហ្នឹងទេយល់តែមិនទទួលយកមិនអាចទទួលយកបានទេវាជ្រៅពេកវាខ្ពស់ពេកសមត្ថភាពរបស់គាត់ទៅអត់បានទេគាត់ទៅត្រឹមថាធ្វើបន់បានបន់គាត់ទៅវត្តអញ្ចឹងទៅវត្តគាត់រីចម្រើនឧបត្ថម្ភព្រះសង្ឃបានទៅរៀនសូត្រមានក្តីជ្រះថ្លាមានក្តីជ្រះថ្លាបង្កើតធនធានអញ្ចឹងរឿងដែលអាចត្រូវតែធ្វើបន្តហ្នឹងគឺមុននេះធ្វើគេហៅធនអ្នកស្រុកប្រចាំថ្ងៃនេះកណាមុនស្លាប់កណាពុទ្ធសាសនាបង្រៀននោះមុនស្លាប់អញ្ចឹងបានស្មាថាបានបញ្ជាក់មកវិញថាអ្នកកាន់សាសនាទាំងអស់ហ្នឹងគឺតែងតែសាសនាហ្នឹងតែងតែផ្សារភ្ជាប់ជាមួយនឹងប្រពៃណីវប្បធម៌របស់ខ្លួនកណាដើម្បីឲ្យមានភាពរឹងមាំព្រោះមនុស្សភាគច្រើនมันអាចយល់ទីជំរៅបំផុតនៃសាសនានោះបានដែរកណាដូចជាឧទាហរណ៍ករណីជាក់ស្ដែងក្នុងសាសនាទេវនិយមកណាដូចជាគ្រឹះដូចជាអ៊ីស្លាមដូចជាព្រហ្មញ្ញដូចជាអីកណាទាំងអស់ហ្នឹងគឺអ្វីគ្រប់យ៉ាងគឺតាក់ទងជាមួយនឹងព្រះទាំងអស់កណាព្រះជាម្ចាស់ព្រះអាទិទេពប៉ុន្តែយើងសួរថាបើទ្រឹស្ដីរបស់ព្រះទាំងអស់ដូចគ្នាយើងមើលទៅបង្រៀនទ្រឹស្ដីរបស់សាសនាទេវនិយមមានន័យថាសាសនានិយមអាទិទេពមានន័យថាយកអាទិទេពជាគោលកណាគឺថាការស្រឡាញ់របស់ព្រះជាម្ចាស់ហ្នឹងគឺគ្រប់ដណ្ដប់ទាំងអស់លើភពផែនដីនេះណាប៉ុន្តែយើងសួរមកវិញថាប្រទេសមួយដែលកាន់សាសនាទេវនិយមហ្នឹងគេសុខចិត្តលះបង់ប្រទេសគេឲ្យប្រទេសគេនឹងមកយើងទេអត់ទេណាអញ្ចឹងយើងសួរសំណួរថាអញ្ចឹងមានតែអត់ដើរតាមបំណងរបស់ព្រះហើយថាអត់ទេមនុស្សលោកគឺអញ្ចឹងណាគឺត្រូវមានលក្ខខណ្ឌអញ្ចឹងយ៉ាងណាមិញយើងកាន់ពុទ្ធសាសនាអញ្ចឹងដែរកណាទាំងចឹងយើងកាន់ពុទ្ធសាសនាក៏អញ្ចឹងដែរយើងថាបាត់ទៅព្រះទៅថាការឲ្យទានជារឿងល្អតែសួរថាយើងលើកទឹកដីទាំងមូលទៅឲ្យគេអត់ទេយើងមិនឲ្យទេអាត្មាក៏មិនឲ្យទេកណាលោកក៏មិនឲ្យទេអ្នកណាក៏មិនឲ្យទេអញ្ចឹងមនុស្សយើងហ្នឹងគឺត្រូវមានន័យថាដើម្បីរក្សាទឹកដីដើម្បីទាំងអស់ហ្នឹងសាសនាប្រពៃណីវប្បធម៌ទាំងអស់ហ្នឹងគឺពួកអ្នកប្រាជ្ញកណាមិនមែនតែសម័យមុនទេសម័យឥឡូវក៏ដោយកណាប្រទេសដែលគេចេះប្រើប្រាស់ប្រពៃណីវប្បធម៌ហ្នឹងគឺគេយកសាសនាយកវប្បធម៌ប្រពៃទាំងអស់ចងអោបកសោបគ្នាហ្នឹងដើម្បីធ្វើយ៉ាងម៉េចឲ្យផ្លូវចិត្តរបស់មនុស្សហ្នឹងខ្លាំងមានធម៌ពលកណាបងគូខ្ញុំកណាលើករណីសិក្សាជាក់ស្ដែងនៅឥណ្ឌូនេស៊ីនៅទីក្រុងនៅកោះនោះគឺកោះបាលីហ្នឹងមិនថាថ្ងៃណាដូចថ្ងៃណាគឺពេលហ្នឹងសង្កប់ទីតាំងអស់សូម្បីតែអូតាយើងគេហ្នឹងក៏មានអាសែនពេលទីហ្នឹងដែរតែតម្លៃបើយើងនិយាយពីព្រហ្មញ្ញសាសនានៅក្នុងស្រុកខ្មែរយើងគាត់ឲ្យធូបឲ្យទៀនទីទូចទេមិនដូចបាលីផងប៉ុន្តែទីនេះដូចជាមិនមានការវែកញែកអីវែងឆ្ងាយដូចនៅស្រុកយើងឆ្លោះគ្នាសឹងតែគ្រប់ចំណុចចឹងណាបងគ្រូប្រពៃណីវប្បធម៌ទំនៀមទម្លាប់នេះវាជាគេហៅថាជារនាំងសង្គមមួយណាដែលជួយមនុស្សកាត់បន្ថយនៅការធ្វើអំពើអាក្រក់នៅក្នុងជីវិតបានច្រើនណាដូចជាឧទាហរណ៍ជាក់ស្ដែងមួយករណីតូចមួយអាត្មានៅវិទូចណាទៅរកអុកជាមួយពុកណាតែញោមប្រុសគាត់មុនគាត់ហូបបាយចាស់បុរាណឥឡូវហ្នឹងក៏នៅតែមាននៅតាមយកបាយដាក់លើគាត់យកបាយដាក់លើស្លាបបាយបន្តិចបេះត្រីបន្តិចដាក់ម្ហូបបន្តិចដាក់លើស្លឹកកណាមកសួរថាពុកពួយដាក់នឹងគេគាត់ថាដាក់ឲ្យម្ចាស់ទឹកម្ចាស់ដីកណាគេយើងមកទឹកដីគេត្រូវគោរពគេត្រូវគោរពអញ្ចឹងណាសុខសេចក្តីចម្រើនហេតុផ្ដើមចេញទៅប៉ុណ្ណឹងព្រឹត្តិការណ៍ហ្នឹងវាដកនៅក្នុងចិត្តអាត្មានិយាយអំពីការគោរពមនុស្សកណាថាអូយើងយល់មិនសូវច្បាស់ប៉ុន្តែគាត់ដឹងថាអូការគោរព
ត្រូវគោរពទឹកដីយើងខ្លាចព្រៃយើងអត់ហ៊ានធ្វើយើងអត់ហ៊ានដុតព្រៃចោលទេកណាព្រោះវាផ្ដើមចេញពីការមើលឃើញថាអូទីនេះមានរក្សាមានមនៈរក្សាមានអីចឹងអានេះគេហៅវប្បធម៌ហ្នឹងវាទប់ស្កាត់អញ្ចឹងដែរកណាទៀតចឹងយើងកុំយករឿងគ្រប់យ៉ាងទៅដាក់ក្នុងមន្ទីរពិសោធន៍វិទ្យាសាស្ត្រកណាវាមិនចេញទេកណាអញ្ចឹងនេះប្រភេទការបដិបត្តិអញ្ចឹងប៉ុន្តែបើសិនជាអ្នកប្រាជ្ញមួយចំនួនហៅថាអ្នកប្រាជ្ញក៏បានឬក៏ហៅនៅវិភាគសង្គមឃើញឪពុកអាត្មាធ្វើអញ្ចឹងប្រកាសជាសួរចុះលោកតាហ្នឹងគាត់ជឿថាមានប្រែតមានអ្នករក្សាព្រៃដែរមិនគុំឃើញចេញមកហើយចុះគេកាប់ព្រៃអស់មិនគុំឃើញកាច់អាអ្នកកាប់ព្រៃទាំងអស់ទៅហើយក៏ឃើញគេបាញ់សត្វក៏មិនបាញ់សត្វទៅវាច្រើនជ្រុងណាអញ្ចឹងអាត្មាចង់និយាយត្រឡប់មកវិញថាប្រពៃណីវប្បធម៌បដិបត្តិរបស់ជនជាតិខ្មែរក្នុងចំណុចប្រភេទអញ្ចឹងវាជារនាំងមួយជួយកណាហើយច្បាប់ដែលនៅក្នុងសភាហ្នឹងវារឿងល្អហើយកណាប៉ុន្តែវាអត់គ្រប់ទេ 100% មិនគ្រប់ជ្រុងទេវាត្រូវទាមទារច្បាប់ឬក៏គេហៅថាច្បាប់អ្នកស្រុកណាទម្លាប់របស់អ្នកស្រុកប្រពៃណីរបស់អ្នកស្រុកវប្បធម៌ជំនឿមួយចំនួនហ្នឹងណាទៅពេញបន្ថែមទៅបំពេញបន្ថែមទៀតណាទើបអាចជួយឲ្យប្រទេសហ្នឹងរឹងមាំណាយើងមិនអាចនិយាយម៉ាត់ណាទៅដល់វិជាសាស្ត្រម៉ាត់ណាទៅដល់ច្បាប់មាត្រា1 2 3អត់ទេណាច្បាប់បើសិនពលរដ្ឋភាគច្រើនមិនអនុវត្តតាមវាទៅរួចទេកណាទៀតចាយើងគិតតែប៉ុណ្ណេះបានកណាសមត្ថកិច្ចអ្នកកាន់កំភ្លើងនៅក្នុងប្រទេសនីមួយៗចំនួនតិចជាងប្រជាពលរដ្ឋកណាយើងគិតតែប៉ុណ្្នឹងដឹងអញ្ចឹងច្បាប់ហ្នឹងជាបន្តហើយគេត្រូវការកត្តាផ្សេងចំណុចផ្សេងដើម្បីចូលរួមជួយទៀតតាមរយៈសាសនាតាមជាវប្បធម៌ប្រពៃណីទំនៀមទម្លាប់អរិយធម៌អញ្ចឹងណាហ្នឹងហើយកណាដូចបុណ្យខ្មោចអញ្ចឹងវាត្រូវមានប្រសង់និមន្តទៅសូត្រកាវតាស្មូតប្រាប់អំពីជីវិតអីចឹងណាឆាអីចឹងហើយយើងមិនអាចថាសម័យឥឡូវយើងមិនអាចនិយាយថាជាបើព្រះអង្គសម្ដែងថាជីវិតជាទុក្ខហើយជីវិតវាឥតខ្លឹមសាររាងកាយប្រៀបបានដូចគាត់អស់រូបប្រយោជន៍គ្មានហើយចាំបាច់ធ្វើបុណ្យអីក៏ងាប់ហើយដឹកយកទៅអូសចោលទៅអានេះមិនមនុស្សកាលណាយើងគិតអញ្ចឹងយើងមិនរស់នៅក្នុងសង្គមមនុស្សតែយើងរស់នៅក្នុងសង្គមសត្វហើយកណាព្រោះសង្គមមនុស្សនេះគឺលម្អដោយប្រពៃណីវប្បធម៌អរិយធម៌ហើយគ្រប់ប្រទេសទាំងអស់គ្រប់ប្រទេសទាំងអស់យើងត្រូវចងចាំថាប្រទេសយើងនេះមិនមែនជាប្រទេសតែមួយដែលមានសាសនាវប្បធម៌ប្រពៃណីនិងជំនឿទេប្រទេសដទៃក៏គេមានដូចយើងដែរកណាសូមទាញទៅរកបន្តខាងចប់